នៅក្នុងโลกនេះគ្មានអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងការសិក្សាអំពីធម្មជាតិនៃមនុស្សជាតិឡើយជាពិសេសគឺភាពខុសគ្នាដ៏អស្ចារ្យរវាងមនុស្សប្រុសនិងមនុស្សស្រីជាញឹកញាប់យើងតែងតែជួបប្រទះនៅការយល់ច្រឡំជម្លោះឬការអាក់អន់ចិត្តនៅក្នុងទំនាក់ទំនងគ្រាន់តែដោយសារយើងមិនបានយល់ច្បាស់ថាខួរក្បាលនិងអារម្មណ៍របស់មនុស្សប្រុសនិងបុរសខួរក្បាលនិងអារម្មណ៍របស់បុរសនិងស្ត្រីត្រូវបានបង្កើតមកខុសគ្នាពីធម្មជាតិការយល់ដឹងពីភាពខុសគ្នាទាំងនេះមិនមែនដើម្បីបែងចែកវណ្ណៈនោះទេប៉ុន្តែគឺដើម្បីឲ្យយើងរៀនចេះអត់ឱនយោគយល់និងបំពេញឲ្យគ្នាទៅវិញទៅមកដើម្បីបង្កើតបានជាតុល្យភាពដ៏ល្អឥតខ្ចោះនៅក្នុងជីវិតភាពខុសគ្នាដ៏ធំដំបូងបំផុតគឺរបៀបដោះស្រាយបញ្ហានៅពេលជួបបញ្ហាមនុស្សប្រុសភាគច្រើនប្រៀបដូចជាសត្វសិង្ហដែលចូលក្នុងរោងគាត់ត្រូវការភាពស្ងៀមស្ងាត់និងពេលវេលាដើម្បីគិតរកដំណោះស្រាយខ្លួនឯងគាត់មិនចង់និយាយច្រើនទេក្នុងកំឡុងពេលនោះព្រោះការនិយាយច្រើនធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនឯងទន់ជ្រាយឬអសមត្ថភាពផ្ទុយទៅវិញមនុស្សស្រីនៅពេលនាងមានបញ្ហានាងត្រូវការនិយាយចេញមកក្រៅសម្រាប់នាងការចែករំលែករឿងរ៉ាវក្នុងចិត្តមិនមែនមានន័យថានាងចង់ឲ្យអ្នកដទៃមកដោះស្រាយបញ្ហាជំនួសខ្លួនឡើយប៉ុន្តែវាគឺជាការបញ្ចេញនូវសម្ពាធអារម្មណ៍ជារឿយបុរសតែងតែព្យាយាមផ្ដល់យោបល់បច្ចេកទេសខណៈដែលស្ត្រីគ្រាន់តែត្រូវការត្រចៀកដែលចាំស្ដាប់និងស្មាដែលចាំផ្អែកតែប៉ុណ្ណោះបើបុរសយល់ចំណុចនេះគាត់នឹងអាចក្លាយជាទីបង្អែកដ៏កក់ក្ដៅបំផុតសម្រាប់នាងចំណុចទី2ដែលគួរឲ្យចាប់អារម្មណ៍គឺការផ្ដោតអារម្មណ៍និងការចងចាំមនុស្សប្រុសមានខួរក្បាលដែលរៀបចំជាបន្ទប់ដាច់ដោយឡែកពីគ្នាគាត់ពូកែផ្ដោតលើរឿងមួយឲ្យបានលទ្ធផលល្អបំផុតប៉ុន្តែគាត់មិនសូវពូកែធ្វើកិច្ចការងារច្រើនក្នុងពេលតែមួយឡើយម្យ៉ាងទៀតគាត់មានបន្ទប់ទំនេរក្នុងខួរក្បាលដែលពេលខ្លះគាត់អាចអង្គុយស្ងៀមដោយមិនគិតអ្វីសោះចំណែកមនុស្សស្រីខួរក្បាលរបស់នាងប្រៀបបានដូចជាបណ្ដាញអគ្គិសនីដែលតភ្ជាប់គ្នាទាំងអស់នាងអាចធ្វើកិច្ចការច្រើនក្នុងពេលតែមួយនិងមានការចងចាំដ៏ល្អិតល្អន់ចំពោះរឿងរ៉ាវអតីតកាលជាពិសេសរឿងដែលប៉ះពាល់ដល់អារម្មណ៍នាងនេះជាមូលហេតុដែលនាងតែងតែចាំរឿងតូចតាចដែលបុរសមើលរំលងហើយនេះក៏ជាមូលហេតុដែលនាងអាចមើលថែទាំគ្រួសារបានយ៉ាងល្អិតល្អន់បំផុតក្រៅពីនេះគឺតម្រូវការខាងផ្លូវចិត្តមនុស្សប្រុសត្រូវការផ្ដល់តម្លៃនិងការយកចិត្តទុកដាក់គ្មានអ្វីដែលធ្វើឲ្យបុរសមានមោទនភាពជាងការឃើញមនុស្សស្រីដែលគាត់ស្រឡាញ់មានទំនុកចិត្តលើសមត្ថភាពរបស់គាត់នោះទេនៅពេលគាត់ទទួលបានការកោតសរសើរគាត់នឹងមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការការពារនិងមើលថែទាំចំណែកឯមនុស្សស្រីវិញនាងត្រូវការអារម្មណ៍សុវត្ថិភាពនិងការយកចិត្តទុកដាក់សម្រាប់នាងរឿងតូចតាចដូចជាការសួរនាំថាតើថ្ងៃនេះហត់ទេឬការផ្ញើសារសួរសុខទុក្ខបន្តិចបន្តួចគឺជាការបញ្ជាក់ថាគាត់នៅតែស្ថិតក្នុងបេះដូងរបស់គេជានិច្ចស្ត្រីមានអារម្មណ៍មានតម្លៃនៅពេលដែលនាងត្រូវបានគេស្ដាប់និងត្រូវបានគេបារម្ភពីអារម្មណ៍របស់នាងជាចុងក្រោយការរៀនរស់នៅជាមួយភាពខុសគ្នាទាំងនេះគឺជាសិល្បៈដ៏អស្ចារ្យមនុស្សប្រុសនិងមនុស្សស្រីមិនមែនត្រូវបានបង្កើតមកដើម្បីប្រកួតប្រជែងថានរណាខ្លាំងជាងនរណានោះទេប៉ុន្តែគឺដើម្បីជួយគ្នាបុរសអាចផ្ដល់នូវភាពរឹងមាំនិងការការពារខណៈដែលស្ត្រីអាចផ្ដល់នូវភាពទន់ភ្លន់និងសេចក្តីស្រឡាញ់នៅពេលដែលអ្នកយល់ថាភាពខុសគ្នារវាងបុរសនិងស្ត្រីគឺជាសម្រស់នៃទំនាក់ទំនងមិនមែនជាបញ្ហានោះទំនាក់ទំនងរបស់អ្នកនឹងប្រែជារឹងមាំនិងមានន័យលើសពីការរំពឹងទុកសូមអរគុណចំពោះការតាមដានទស្សនាវីដេអូប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយ like និង subscribe channel របស់ពួកយើងដើម្បីទទួលបាននូវព័ត៌មានថ្មីៗនិងចំណេះដឹងថ្មីៗបន្ថែម Subscribe for more